បាទអរគុណណាស់រីឯព័ត៌មានជាបន្តទៅទៀតនេះផងដែរគឺដំណើរសប្បុរសធម៌នៃគម្រោងមីជាតិកាតាបខ្ញុំអនាគតខ្ញុំធ្វើដំណើរមកកាន់ខេត្តពោធិ៍សាត់ក្នុងបរិវេណកាលឆ្នាំសិក្សាថ្មីនេះមីជាតិក្រោមគម្រោងកាតាបខ្ញុំអនាគតខ្ញុំរួមចំណែកដោះស្រាយបញ្ហាសិស្សានុសិស្សនៃសាលាបឋមសិក្សាពោធិ៍សាត់មួយចំនួនកំពុងប្រឈមនឹងការខ្វះខាតសម្ភារៈសិក្សាចាំបាច់សម្រាប់ការសិក្សារបស់ពួកគេមីជាតិបាននាំយកសម្ភារៈសិក្សានិងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខជូនសិស្សានុសិស្សលោកគ្រូអ្នកគ្រូនិងសាលារៀនរួមមានកាតាបស្ពាយមួកមីជាតិគីតសម្ភារៈសិក្សាដបទឹកកញ្ចប់ឃីនចំណីអាហារមីជីនវីតាល់កញ្ចប់ថាវិកាំងសម្រាប់ការអភិវឌ្ឍសាលារៀនកម្មវិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាពោធិ៍សាត់ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់នៅថ្ងៃទី4ខែធ្នូឆ្នាំ2025ក្រោមអធិបតីភាពលោកជំទាវចិនសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុនមីជីនលោកផាយលេងអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់មន្ត្រីរាជការអង្គភាពជំវិញថ្នាក់ដឹកនាំក្រុមហ៊ុនមីជីនអាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រមាណ400នាក់លោកជំទាវចិនសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុនមីជីនបានថ្លែងថាគម្រោងមីជីនកតាបខ្ញុំអនាគតខ្ញុំគឺជាការចូលរួមចំណែកជាផ្នែកមួយនៃការលើកទឹកចិត្តនិងជំរុញដល់ការសិក្សារបស់កូនក្មួយជំរុញទឹកចិត្តកូនក្មួយឲ្យខិតខំសិក្សារៀនសូត្រคล้ายខ្លួនជាកូនល្អមិត្តល្អសិស្សល្អនិងពលរដ្ឋល្អក្នុងសង្គមដែលជាទំពាំងស្នងឫស្សីជាមូលដ្ឋានធនធានមនុស្សដ៏មានប្រយោជន៍ដល់សង្គមជាតិនាពេលអនាគតលោកជំទាវបន្តទៀតថាការចូលរួមលើកកម្ពស់ការអប់រំដោយផ្ទាល់ឬប្រយោលរបស់ពលរដ្ឋម្នាក់ក្រុមតូចក៏ដូចជាស្ថាប័នឯកជនជាផ្នែកមួយនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងប្រកបដោយគុណភាពនិងចីរភាពឆ្លៀតនៅក្នុងឱកាសនេះលោកជំទាវសូមថ្លែងអំណរគុណដល់អតិថិជនមីជាតិទាំងអង្គដែលងាកមកគាំទ្រផលិតផលក្នុងស្រុកផលិតផលជាតិជាពិសេសដេប៉ូចែកចាយដែលបានចូលរួមគោរពតាមគោលការណ៍របស់ក្រុមហ៊ុនក្នុងការធានាថ្លៃលក់សមស្របជូនដល់អ្នកប្រើប្រាស់លោកផាយលេងអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់បានសម្ដែងលើការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមីជាតិនៅគំនិតផ្ដួចផ្ដើមយ៉ាងប្រពៃជូនដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូខ្វះខាតនៃសាលាបឋមសិក្សាពោធិ៍សាត់លោកបានបន្តទៀតថាការចុះមកផ្ទាល់ជាមួយសម្ភារៈជាច្រើនថ្ងៃនេះជាកាយវិការប្រកបដោយឆន្ទៈខ្ពស់មានអត្ថន័យពុំអាចកាត់ថ្លៃបានពីវិស័យឯកជនផ្ទាល់ស្របតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនិងគោលនយោបាយជាតិស្ដីពីការអប់រំគូបញ្ជាក់ឲ្យដឹងផងដែរថាមីជាតិគម្រោងកតាបខ្ញុំអនាគតខ្ញុំកើតឡើងបានក៏ដោយសារការចូលរួមចំណែកនៃការគ្រប់គ្រងពីអតិថិជននិងអ្នកប្រើប្រាស់ដោយបានផ្ដល់នូវការជឿទុកចិត្តបន្តទៅទៀតនិងជាវមីជាតិដែលជាផលិតផលរបស់ខ្មែរមុនដំបូងគេនៅកម្ពុជាដែលជាមីកញ្ចប់ឆ្អិនស្រាំមានរសជាតិខ្មែរបង្កើតឡើងដោយផលិតករខ្មែរជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសជប៉ុនក្រោមស្មារតីនៃគម្រោងខ្មែរដើម្បីខ្មែរមីជាតិបន្តបដិញ្ញាចូលរួមចំណែកឆ្លើយតបបញ្ហាសង្គមនិងសកម្មភាពសប្បុរសធម៌នានាជាបន្តទៀតដើម្បីបុព្វហេតុជាតិមាតុភូមិ